នេះជាសកម្មភាពរបស់ខ្ញុំនៅពេលព្រឹកមុននឹងទៅផ្សារចូលទិញកាហ្វេញ៉ាំសិនបានមានអារម្មណ៍ស្រស់ស្រាយហើយនេះនៅមុខផ្សារបន្លុងយើងហ្នឹងជិះដើម្បីដើរមើលម្ហូបហើយខ្ញុំជិះជុំវិញផ្សារបន្លុងនិយាយទៅគឺផ្សារហ្នឹងធំណាស់ជិះជុំវិញបើសិនជាឲ្យដើរវិញពីមុខមកក្រោយពីក្រោយទៅមុខគឺហត់ហ្មងអានេះគឺខ្ញុំថតតែនៅខាងក្រៅទេនៅដើរចូលក្នុងទៀតនៅផ្សារបងប្អូនជនជាតិដើមក៏លក់បន្លែធម្មជាតិខ្ញុំមិនទាន់បានចូលទេឥឡូវខ្ញុំជិះម៉ូតូទៅទិញសាច់គោសិនព្រោះថ្ងៃហ្នឹងខ្ញុំមានកម្រោងធ្វើជូរគ្រឿងអញ្ចឹងខ្ញុំទៅទិញសាច់គោនិយាយពីថាមួយថ្ងៃវិញរឿងមហូបរោនឹកមិនដឹងថាចង់ហូបអីទេមើលបានប្តីគាត់កំងឬក៏កូនកំងអញ្ចឹងស្រួលទេបើថាឲ្យយើងនឹកវិញណាអូយពិបាកមែនតើហើយនេះកន្លែងមួយសាច់គោបានមកដល់ហើយគឺនៅក្រោយផ្សារបន្លុងហ្នឹងទល់ខ្នងគ្នាជាមួយនឹងគេលក់អង្គហើយនៅចិត្តហ្នឹងមានបន្លែអីមកកាផ្លេមិនបាច់ទៅណាឆ្ងាយទេយើងទិញសាច់គោកន្លែងគាត់ទៅអាខាងស្ដាំដៃហ្នឹងមានបន្លែទៅនៅនឹងតែមកបាច់ទៅណាឆ្ងាយហើយសាច់គោកន្លែងគាត់នេះគឺជាសាច់គោស្រែពិតហ្មងគឺមានក្លិនគោដោយសារតែខ្ញុំជាអ្នកចូលចិត្តញ៉ាំសាច់គោគឺខ្ញុំដឹងហើយមិនមែនថាកន្លែងគេផ្សេងហ្នឹងគេលក់សាច់គោមិនមែនជាស្រែឬក៏សាច់គោអីទេគឺសុទ្ធតែជាសាច់គោល្អទាំងអស់ហ្នឹងវាអាស្រ័យទៅលើបងប្អូនដែលមួយនៅណាគឺបងប្អូនទិញហ្នឹងទៅអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណច្រើនជម្រាបលាបាយបាយ